គឺគាត់នៅចាំអបអរសាទរការប្រកួតហ្នឹងគឺយើងបានធៀងខ្លួនហើយបងសំបីយើងមកផ្ដុំតិចមែនតែយើងអាចយល់ចិត្តគ្នាបានខ្លះបងហើយប្រកួតហើយយើងនឹងខំប្រឹងឲ្យល្អជាងនឹងទៀតដើម្បីលើកទឹកចិត្តអ្នកគ្រប់គ្រងឲ្យមកគាត់គ្រប់គ្រងច្រើនយល់យ៉ាងម៉េចដែរសម្រាប់ការប្រកួតការសហការគ្នាលេងក្នុងថ្ងៃនេះស្រាប់ថ្ងៃហ្នឹងគឺការសហការយើងក៏បានល្អខ្លះដែរបងតែយើងនៅខ្វះចំណុចខ្វះខាតតិចតួចដែលយើងអត់សូវយល់ចិត្តគ្នាប៉ុន្តែសម្រាប់ប្រកួតក្រោយយើងនឹងជួយយើងឲ្យបានល្អសម្រាប់ការប្រកួតក្រោយបន្តទៀតបង11000នាក់ដែលចូលទស្សនានៅក្នុងថ្ងៃនេះតែយើងនៅសល់ការប្រកួតមួយទៀតទល់នឹងក្នុងបាទចង់និយាយអ្វីទៅកាន់ពួកគាត់សម្រាប់ខ្ញុំសូមនិយាយទៅសំណូមពរឲ្យពួកគាត់មកគ្រប់គ្រងពួកយើងឲ្យបានច្រើនកកពួកគាត់ជាកីឡាករទី12សម្រាប់ពួកយើងនិយាយទៅបើសិនជាពួកគាត់មកទាំងអស់គ្នាណែនស្តាតពួកយើងនឹងមានកម្លាំងចិត្តកាន់តែខ្លាំងសម្រាប់ការប្រកួតហើយនឹងខំប្រឹងលេងឲ្យបានល្អសម្រាប់ការប្រកួតបន្ទាប់បាទអរគុណដែរបាទអរគុណការប្រកួតតែម្ដងដែលនេះគឺជាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលជាម្ចាស់ផ្ទះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបាទប៊ូតង់បាទក្រុមទាំងពីរប្រទេសទាំងពីរគឺព្រះរាជាណាចក្រដូចគ្នាបាទព្រះរាជាណាចក្រប៊ូតង់និងព្រះរាជាណាចក្រកម្ពុជាហើយសន្តានពណ៌សលាយទឹកក្រូចបាទរហស្សនាមរបស់ពួកគេគឺ The Dragon Boy បាទជួបជាមួយនឹងក្រុមម្ចាស់ផ្ទះកូព្រៃបាទដែលមានឯកសន្តានពណ៌ទឹកប៊ិចការប្រកួតចាប់ផ្ដើមនាម៉ោង 7 យប់នៅពហុកីឡដ្ឋានជាតិដែលបងប្អូនស្គាល់ថា Stade Olympic ត្រង់នេះគឺជាគ្រាប់បាល់ទី1កើតឡើងនៅនាទីទី7ដោយការលេងបាល់ជ្រុងខ្លីពីញៀនសុកស៊ីដានទៅកីឡាករបងសាំយូអែលហើយកាត់ចូលក្នុងប្រអប់គ្រោះថ្នាក់រួចតែតបញ្ចូលទីបានយ៉ាងល្អសរតនាលោតខ្ពស់ណាស់ត្រង់នេះបាទប្រជែងមិនឈ្នះគេនោះទេចលនាការដណ្ដើមទីតាំងបាទចំហនៃការលោតក៏ដូចជាគុណភាពនៃការបញ្ចប់ទីនៅលើអាកាសដោយប្រើក្បាលនេះគឺធ្វើបានល្អមែនទែនបាទត្រង់នេះជាការប៉ុនប៉ងមិនចំគោលដៅរបស់ក្រុមភ្ញៀវប៊ូតង់ការកាត់ចេញពីស្លាបខាងស្ដាំឃ្លាដោយយូដៃទប់ហើយក៏ទាត់ឆ្វេងតែមិនបានសម្រេចទេគ្រាប់បាល់ទី2ក៏កាត់ឡើងនៅត្រង់នេះដោយ Koulibaly Abdelkader បាទទទួលបាល់ជ្រុងពី Yudai Ogawa រត់មកដណ្ដើមទីតាំងហើយតែតបញ្ចូលទីមុំតូចបានយ៉ាងល្អត្រង់នេះប្រជែងជាមួយនឹងខ្សែការពាររបស់ប៊ូតង់ដែរតែ Koulibaly ធ្វើបានល្អជាងតែបញ្ឆិតបញ្ចូលទីគ្រាប់បាល់ទី2នៅនាទីទី38បាទវគ្គទី1ក៏បញ្ចប់ទៅដោយមិនមានគ្រាប់បាល់បន្ថែមទៀតទេតែយ៉ាងណាក៏ដោយការទាត់មួយជើងរបស់អុកសុវណ្ណត្រង់នេះគឺពិតជាធ្ងន់ហើយអ្នកគ្រប់គ្រងក៏បានបាទរំភើបបាទហើបពីកៅអីតែម្ដងចំពោះបាទការទាត់មួយជើងរបស់សុវណ្ណតែត្រូវសង្គ្រោះបានដោយអ្នកចាំទីរបស់ប៊ូតង់ចប់វគ្គទី1កម្ពុជា2ប៊ូតង់0ចូលដល់វគ្គទី2ក្រុមម្ចាស់ផ្ទះនៅតែបន្ថែមការដាក់សម្ពាធជាបន្តបន្ទាប់ហើយការប៉ុនប៉ងពីក្រៅប្រអប់ត្រង់នេះដោយមិនរតនៈបាទគឺជាស្អីបាទបងសាំយូអែលបាទគឺមិនចំគោលដៅបាទគឺព្យាយាមទាត់ឲ្យកោងតែផុតបន្តិចអូយបាទចំបលបួយនៅខាងក្រោយមួយឯណោះហើយបន្ទាប់មកទៀតក៏មានការប៉ុនប៉ងជាថ្មីមិនចំគោលដៅទៀតរបស់ក្រុមប៊ូតង់ប្រធានក្រុមរបស់ពួកគេព្យាយាមខ្លាំងមែនទែនតែការទាត់ត្រង់នេះមិនចំគោលដៅទេការបញ្ជូនទៅផុតអ្នកចាំទីនឹងខ្សែការពារតែបញ្ចូលទីបានយ៉ាងល្អដោយសុផលឌីម៉ង់បាទយូដៃអូកាវ៉ាជាអ្នកបញ្ជូនហើយឌីម៉ង់បាទរត់មកអោនបន្តិចតែបញ្ចូលទីបានតែម្ដងបន្តទៅទៀតក៏មានការប៉ុនប៉ងពីក្រៅប្រអប់នៅតែមិនចំគោលដៅសម្រាប់ក្រុមជម្រើសជាតិប៊ូតង់ហើយត្រង់នេះហើយជាគ្រាប់បាល់ទី4ដែលទាត់ផ្ទប់ជើងខ្សែការពារដោយយ៉ែមដេវីតហើយខ្ទាតទៅដល់ជើងរបស់មុនរ៉ាដូទាត់បញ្ចូលទីគ្រាប់បាល់ទី4បាទហើយភាពរីករាយរបស់កីឡាករទាំងអស់បានកើតឡើងម្ដងទៀតនៅនាទីទី86នេះបាទមិនរតនៈគីឲ្យយ៉ាងដេវីតទាត់ខ្ទាតពីជើងទាត់យកតែម្ដងដោយមុនរ៉ាដូ
ឲ្យកម្ពុជាយកឈ្នះនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយនេះដោយលទ្ធផលជាផ្លូវការបាទ4-0